វល់រលាយឈាមតូចបាទវល់រលាយឈាមតូចបាទនេះជាវល់រលាយឈាមតូចបាទអញ្ចឹងខ្ញុំសូមអានរូបមន្តនិងអត្ថប្រយោជន៍របស់វល់រលាយឈាមតូចតែម្ដងបាទអញ្ចឹងការព្យាបាលបាទឬព្យាបាលរោគតាមផ្លូវនោមបាទអញ្ចឹងរោគតាមផ្លូវនោមនេះបើសិនជាពុកម៉ែបងប្អូនបាទបាត់ជើងតូចមកបាទរៀងដូចជាអួលដូចជាក្រហាយដូចជាផ្សាបាទឈឺផ្សាអួលក្រហាយនេះហើយហៅថារោគតាមផ្លូវនោមបាទជំនួយសុខភាពស្ត្រីក្រោយសម្រាលកូនបាទអញ្ចឹងបានន័យថាបើបងប្អូនកូនក្មួយបាទខាងស្រីបាទសម្រាលកូនហើយបាទពុកម៉ែបងប្អូនបាទកូនក្មួយអាចយកដើមរលាយឈាមនេះឬក៏វល់រលាយឈាមបាទវល់រលាយឈាមសូមអធិស្ឋានបាទយកវល់រលាយឈាមនេះមកដាំទឹកពិសាដើម្បីឲ្យបាទរបត់ឈាមយើងដែលកកស្ទះបាទដែលមិនដំណើរការហ្នឹងឲ្យវារលាយឈាមបាទឲ្យវាដើរមកប្រកដីវិញបាទនេះសម្រាប់ដែលបងប្អូនកូនក្មួយបាទទៅតែឆ្លងទន្លេហើយបាទនឹងរោគឈឺក្រពះបាទឈឺក្រពះក៏ត្រូវដែរពុកម៉ែបងប្អូនណាបាទហើយប្រើខាងក្រៅបាទបុកខ្ចប់កំដៅលើភ្លើងស្អំលើរបួសឆ្លោះក្រិចអញ្ចឹងបានន័យថាបើពុកម៉ែបងប្អូនបាទមានអាការៈបាទឆ្លោះឬក្រិចបាទនៅតាមសន្លាក់ឆ្អឹងបាទសន្លាក់ដៃសន្លាក់ជើងពុកម៉ែបងប្អូនបាទបេះស្លឹកបាទបេះស្លឹករបស់រលាយឈាមនេះយកមកបុកបាទបុកហើយយើងយកទៅកំដៅនៅលើភ្លើងបាទយើងយកធ្វើអញ្ចេះក៏បានដែរយើងបុកហើយយើងដុតដុំថ្មបាទដុតដុំថ្មអញ្ចឹងក្តៅល្មមហើយយើងយកកណាត់បាទមានកណាត់ឬកូនកសែងតូចមួយមកយើងបុកស្លឹកហ្នឹងហើយយើងក្រាលពីលើកូនកសែងកូនកណាត់ហ្នឹងហើយបាទយើងដាក់ដុំថ្មបាទដាក់ដុំថ្មដែលដុតហ្នឹងហើយយើងខ្ចប់មកបាទយើងខ្ចប់មកយកអាដុំថ្មដែលខ្ចប់ដោយស្លឹកវល្លិរលាយឈាមនេះយកមកស្អំបាទយកមកស្អំយកមករឹតកន្លែងដែលឆ្លោះក្រិចបាទអាហ្នឹងស្លឹកបាទស្លឹកដែរបាទដាំទឹកផឹកព្យាបាលជំងឺកមរមាស់បាទបើពុកម៉ែបងប្អូនបាទមានកមរមាស់សើស្បែកបាទពុកម៉ែបងប្អូនអាចយកស្លឹកបាទមកដាំទឹកពិសាក៏អាចព្យាបាលបានដែរហើយសូមបញ្ជាក់ផងដែរបាទបើសម្រាប់រូបខ្ញុំបាទបងប្អូនដែលកើតកមរមាស់បាទលខីនៅលើស្បែកហ្នឹងបាទខ្ញុំប្រើដើមណាបាទពីព្រោះដើមយើងយកមកទុកបាទវាអត់មានការប្រែប្រួលបំរែបំរួលអីទេដូចជាដុសផ្សិតដុសអីហ្នឹងក៏អត់មានដែរអញ្ចឹងខ្ញុំប្រើដើមទេណាពុកម៉ែបងប្អូនបាទបើពុកម៉ែបងប្អូនបានខ្លាចផុតពូជបាទឬក៏ពិបាកក្នុងការរកដើមបាទយើងអាចយកស្លឹកក៏បានដែរបាទស្លឹកដាំទឹកផឹកសម្រាប់ព្យាបាលកមរមាស់បាទកម្រិតប្រើបាទ10ទៅ15ក្រាមដាំទឹកផឹកក្នុងមួយថ្ងៃបាទបញ្ជាក់បាទក្របបាទក្របបាទក្របណាបាទក្របនេះមានជាតិពុលណាបាទក្របនេះមានជាតិពុលបាទមិនឲ្យប្រើទេបាទលោកមិនឲ្យប្រើទេណាអ្នកបាទមិនឲ្យប្រើទេក្របបាទអញ្ចឹងនៅក្នុងរូបមន្តលោកបានបញ្ជាក់ឲ្យក្របមានជាតិពុលបាទមានជាតិពុលបាទអញ្ចឹងសូមពុកម៉ែបងប្អូនបាទបើមានអាការៈដូចខ្ញុំបានរៀបរាប់នៅខាងលើសូមពុកម៉ែបងប្អូនបាទរកវល់រលាយឈាមនេះមកដាំទឹកពិសាបាទដើម្បីព្យាបាលរោគដូចបានរៀបរាប់បាទហើយម្យ៉ាងវិញទៀតណាសូមពុកម៉ែបងប្អូនបាទជួយកែសម្រួលបាទរាល់កំហុសឆ្គងដែលបានកើតមានឡើងដោយអចេតនាផងដែរបាទខ្ញុំបាទនឹងរងចាំទទួលនៅការតម្រូវពីមិត្តភ័ក្តិបងប្អូនទាំងអស់បាទសូមអធិស្ឋានសូមអរគុណសូមជម្រាបលាបាទ